ជំរាបសួរបងប្អូនសម្រាប់ឈុតទូតែបាយខ្ញុំបានរៀបចំជូនបងស្រីនៅខាងបរិយាកាសដូងគឺរួចរាល់ហើយដោយសារទីតាំងបងស្រីគាត់ឆ្លាស់ដូច្នេះឲ្យរៀបចំជាប្រភេទទូជាកានបាយមួយឈុតជូនគាត់តែប៉ុន្តែទូចាប់របស់គាត់ជាប្រភេទទូឈើឬក៏បងប្អូនតែគាត់ឲ្យខ្ញុំរុះចេញបងប្អូនអាចមើលស្នាមបាននៅពេលដែលរុះចេញទៅគាត់ឲ្យរៀបចំជាទូផ្ទះបាយប្រភេទទូអ៊ីណុកលើក្រោមហើយគាត់ជ្រើសរើសយកម៉ាពណ៌សអុចជាមួយនឹងក្របពណ៌ក្រហមតិចៗបងប្អូនម៉ាប់នេះតែដោយសារខ្ញុំរៀបចំហើយនឹងម៉ោង7:10យប់ឲ្យបងប្អូនដូច្នេះពេលដែលខ្ញុំថតគឺហាំអន់សម្រស់បន្តិចប៉ុន្តែសម្រស់ពលឺគឺអត់បញ្ហាបងប៉ុន្តែសម្រស់ទូវិញគឺនៅតែស្អាតដដែលស្រស់ស្អាតហើយមើលទៅតាក់ភ្នែកខ្លាំងមែនទែនអរគុណបងស្រីដោយសារគាត់កំងតាំងពីមុនចូលឆ្នាំបងប្អូនប៉ុន្តែខ្ញុំធ្វើអត់ទាន់ជូនភ្ញៀវគឺយឺតយ៉ាវមែនទែនដោយសារមួយរយៈនេះគឺភ្ញៀវគាត់គ្រប់គ្រងកំងប្រភេទជុតទូផ្ទះបាយដែលធ្វើអំពីអ៊ីណុកបែបនេះគឺច្រើនបងប្អូនគឺច្រើនមែនទែនអរគុណច្រើនមែនទែនសម្រាប់បងប្អូនដែលគ្រប់គ្រងស្រនហេងសកម្មអ៊ីណុកយើងខ្ញុំហើយសម្រាប់ទូនេះបងប្អូនអាចមើលបានម៉ូតទាំងអស់គឺស្តៀងនឹងវីដេអូមុនទេគ្រាន់តែថាទីតាំងរបស់ភ្ញៀវគឺខុសគ្នាដូច្នេះខុសទំហំខុសຂະຫນាតតិចបងប្អូនប៉ុន្តែពេលដែលរៀបចំហើយបងប្អូនអាចមើលបានគឺស្រស់ស្អាតហើយតាក់ចិត្តខ្លាំងមែនទែនគាត់ជ្រើសរើសយកជាប្រភេទអ៊ីណុកលេខ1ទៀតណាបងប្អូនដូច្នេះប្រើដោយទំនុកចិត្តតែម្ដងអរគុណច្រើនបងប្អូនសម្រាប់ការគ្រប់គ្រងហើយក៏ជួបគ្នាក្នុងវីដេអូក្រោយអរគុណច្រើនជម្រាបលា